về thoáng á nóไปได้ยมบ้านมาดอแต่ខ្មែរបុរាណដែលនៅក្នុងពលានថ្មីយើងនឹងហើយគឺខ្ញុំខ្វះក៏មែនតែនជាមួយនឹងការទិញរបស់របរដូចជាវត្ថុអនុស្សាវរីយ៍របស់ផឹករបស់ញ៉ាំដែលយើងធ្លាប់ញ៉ាំនៅខាងក្រៅអីហ្នឹងនៅក្នុងនេះក៏គេមានលក់ដែរនិយាយទៅមកកន្លែងនេះតែមកកន្លែងណាក៏បានរបស់ញ៉ាំយ៉ាងច្រើនគូសំដែរដែលគេលក់ឲ្យយើងញ៉ាំចឹងបាច់បារម្ភទេសម្រាប់អ្នកដែលគាត់ចង់មកដើរលេងចង់ជូនម៉ាក់ប៉ាអីមកដើរកំសាន្តលេងអីចឹងគិតថាខ្លះមានរបស់ញ៉ាំអាចមកកន្លែងនេះបានទាំងដើរលេងហើយបានទាំងទិញរបស់ឆ្ងាញ់ឆ្ងាញ់ញ៉ាំទៀតចឹងសម្រាប់ផ្ទះបុរាណខ្មែរយើងមកកន្លែងនេះដែលនៅក្នុងពលានយន្តហោះថ្មីយើងហ្នឹងបងប្អូនខ្លះគាត់បានស្គាល់ហើយតែបងប្អូនខ្លះក៏អត់បានស្គាល់ទេចឹងអាចមកមើលវីដេអូខ្ញុំបានសម្រាប់ផ្ទះបុរាណខ្មែរមកកន្លែងហ្នឹងគឺនៅក្នុងទីធ្លាពលានហ្នឹងហ្មងចឹងពេលដែលយើងចូលមកគឺអត់មានអស់ប្រាក់អស់អីទេលុះត្រាតែយើងទិញរបស់ញ៉ាំឬក៏របស់ប្រើប្រាស់អីចឹងទៅហើយចូលមកដល់បន្ទប់នេះខ្ញុំចាប់អារម្មណ៍ជាងគេជាមួយនឹងឈ្នាងជាមួយនឹងរត់ជាមួយនឹងអាកថ្វងគេដាក់ហុកអីបងប្អូនទាំងនេះតែគេធ្វើបែបរបៀបមីនីទូចឹងអ្នកដែលចង់យកធ្វើបតោងសោបតោងកបោបអីគឺប្លែកម្យ៉ាងដែរព្រោះវាជារបស់ខ្មែរយើងបងប្អូនទាំងគ្នាដល់នេះវិញដូចជារបៀបលក្ខណៈប្រដាប់ម៉ាសាអញ្ចឹងសម្រាប់ចាស់អីគឺត្រូវមែនតែនហើយសម្រាប់តម្លៃដូចជាមិនណាស់ទេបងប្អូនទាំងខ្ញុំគិតថាវារៀងសមរម្យដែរដូចអាឈ្នាងខ្ញុំយកហ្នឹងមួយហ្នឹង5000រៀលណាមួយនៅពេលដែលយើងជួយគ្រប់គ្រងរបស់ខ្មែរក៏ដូចជាជួយទិញរបស់ទាំងអស់ហ្នឹងវាដូចជាជួយទៅដល់អ៊ំពូមីងយាយតាដែលគាត់នៅតាមស្រុកភូមិគាត់ធ្វើជាមួយនឹងរបស់ទាំងអស់ហ្នឹងអញ្ចឹងជួយឲ្យគាត់មានការងារធ្វើមានប្រាក់កម្រៃតិចតួចអញ្ចឹងណាហើយណាមួយទៀតលុយវាមានតាណាទេបងប្អូនហើយវិលជុំទៅនៅក្នុងស្រុកយើងហ្នឹងឯងហើយនៅនេះគឺគេមានពីរបន្ទប់ដែលគេដាក់តាំងលក់ជាមួយនឹងវត្ថុអនុស្សាវរីយ៍ក៏ដូចជារបស់ប្រើប្រាស់ផ្សេងដូចជាខ្ញុំចូលមកដល់បន្ទប់នេះគឺមានជាលក្ខណៈមកុដអប្សរាមានជាលក្ខណៈស្នៀតត្រចៀកក៏ដូចជាកន្លះអាវជាមួយនឹងស្នៀតសក់កងដៃអញ្ជៀនខ្សែកអីហ្នឹងក៏មានដែរសម្បូរបែបសម្រាប់អ្នកដែលមកកន្លែងនេះបើចូលចិត្តគ្រឿងស្ពាន់គ្រឿងក្រមមេអីហ្នឹងគឺត្រូវហ្មងហើយមិនត្រឹមតែមានគ្រឿងទាំងអស់ហ្នឹងឯងគេក៏មានជាប្រភេទកម្មាប្រភេទសូត្រប្រភេទកបោបសូត្ររួមទៅសិតតែរបស់ខ្មែរយើងហ្មងបន្ទាប់ពីដើរជន់លើអស់ចិត្តអស់ចង់ហើយខ្ញុំក៏បានចុះមកជន់ក្រោមដើម្បីមករកអីញ៉ាំហើយខ្ញុំឃើញកន្លែងជ្រូកអាំងកន្លែងនេះគឺទំនងមែនតើគឺគាត់អាំងភ្លាមហើយមួយឈុតនោះគឺ14000មានបាយមានសាច់ជ្រូកអាំងចឹងទៅហើយមានរបៀបប្រហុកមានអីចឹងណាហើយកន្លែងនេះកន្លែងលក់នំបញ្ចុកដែលគេកំពុងតែល្បីហ្នឹងចានិយាយទៅថ្ងៃហ្នឹងមកសាកសឹងតែគ្រប់មុខហើយរបស់ដែលគេល្បីចង់ដឹងថារសជាតិមិនដែរសម្រាប់នំបញ្ចុកសឡគ្រីនេះមួយចានគឺ15000រៀលហើយសម្រាប់តម្លៃបងប្អូនគិតតាមហ្នឹងទៅតែសម្រាប់ខ្ញុំឲ្យតែឆ្ងាញ់មកអីទេដូចពេលដែលខ្ញុំទៅនេះរៀងល្ងាចដែរអញ្ចឹងគ្រឿងនោះវារៀងដិតដែរអញ្ចឹងណាអញ្ចឹងសម្រាប់ខ្ញុំគឺឆ្ងាញ់របៀបខ្ញុំចូលចិត្តគ្រឿងបែបដិតការីទៅតែដិតចឹងបានឆ្ងាញ់នេះជ្រូកអាំងដែលខ្ញុំទិញមុនហ្នឹងមួយឈុត14000ហ្នឹងគឺមានប៉ុណ្ណឹងមានរបៀបជាលក្ខណៈទឹកត្រីបុកជាមួយនឹងប្រហុកនេះដឹងគេធ្វើមកអីឆ្ងាញ់របៀបសាច់ជ្រូកអាំងគេរបៀបអាំងភ្លាមស្រួយហើយបាយក្តៅហើយអាសាច់ជ្រូកហ្នឹងជ្រលក់ជាមួយនឹងអាប្រហុកនេះខ្ញុំមិនដឹងថាគេបុកមួយក្រងឬមួយអីខ្ញុំមិនដឹងទេទៀតដឹងហ្មងប៉ុន្តែវាឆ្ងាញ់វាចាប់ជាតិគ្នាអូយសម្រាប់អាសាច់ជ្រូកអាំងនេះខ្ញុំឲ្យ10លើ10ហ្មងឆ្ងាញ់ខ្លាំងហើយពេលហ្នឹងខ្ញុំញ៉ាំសាច់ជ្រូកអាំងហ្នឹងអស់ឡើង2ឈុតដល់និយាយទៅឆ្ងាញ់ពេកបន្ទាប់មកសាកមួយតកកឈូសនេះទៀតឃើញគេរៀបចំតំណងក៏សាកមួយកែវទៅមួយកែវហ្នឹង5000រៀលរសជាតិរៀងអូខេហើយសម្រាប់អ្នក fan ខ្វៃនៅនេះក៏គេមានលក់ដែរណាបើនិយាយទៅមកនេះដូចរមណីយដ្ឋានមួយអញ្ចឹងរបៀបលក្ខណៈមានរបស់លក់រៀងច្រើនគួរសមដែរហើយពីច្រើនដែលខ្ញុំញ៉ាំថ្ងៃហ្នឹងគឺរៀងឆ្ងាញ់ច្រើនដែរអញ្ចឹងខ្ញុំមិនដឹងថាបងប្អូនទាំងគ្នាទៅញ៉ាំចំកន្លែងអត់ឆ្ងាញ់ឬក៏ញ៉ាំទៅចំថ្ងៃអត់ឆ្ងាញ់ខ្ញុំមិនដឹងទេតែសម្រាប់ខ្ញុំរបស់ណាឆ្ងាញ់ខ្ញុំនិយាយថាឆ្ងាញ់ទៅរបស់ណាអត់សូវពេញចិត្តសម្រាប់ខ្ញុំនិយាយថាធម្មតាអញ្ចឹងដែរហើយឥឡូវបិទគូតជាមួយចេកជាតិមួយចានហ្នឹង10000រៀលរៀងថ្លៃដែរប៉ុន្តែឆ្ងាញ់ហ្មងបើនិយាយជារួមហ្មងកន្លែងនេះមានរបស់លក់ឆ្ងាញ់ច្រើនប៉ុន្តែអីដែលខ្ញុំអត់សូវពេញចិត្តហ្មងវារៀងទឹកភ្លៀងកន្លែងនេះបន្តិចវារៀងហូរពីលើមកអញ្ចឹងធ្វើយើងរៀងពិបាកញ៉ាំអីបន្តិចហើយវាក៏មានជាបញ្ហាធំដុំមិនដែរដោយសារតែនៅនេះគឺមានទេសភាពស្អាតហើយគឺ fresh សាហាវហ្មងបើសិនជាបងប្អូនទាំងគ្នាមកគឺដឹងតែអារម្មណ៍ល្អហើយ